កៅស៊ូគឺជាដំណាំសេដ្ឋកិច្ចដ៏សំខាន់មួយដែលហៅថាដំណាំមាសវាអាចផ្ដល់ប្រាក់ចំណូលខ្ពស់និងអាចផ្ដល់ការងារជាច្រើនដល់មនុស្សដំណាំប្រភេទនេះត្រូវបាននាំចូលក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុនឯកជនបារាំងកាលពីទសវត្សរ៍ឆ្នាំ1910ទៅឆ្នាំ1920ដំណាំប្រភេទនេះភាគច្រើនគេដាំដុះនៅលើតំបន់ដីក្រហមដូចជាខេត្តកំពង់ចាមក្រចេះកំពង់ធំខេត្តរតនគិរីមណ្ឌលគិរីព្រះសីហនុនិងបណ្ដាខេត្តមួយចំនួនទៀតដើមកៅស៊ូអាចផ្ដល់ជ័របានរយៈពេលវែង20ទៅ25ឆ្នាំប្រសិនបើមានការលូតលាស់និងការថែទាំបានល្អបើយោងតាមអ្នកជំនាញរបស់ក្រុមហ៊ុនហ៊ុយយន្តកសិកម្មបានបញ្ជាក់ថាឆ្លងកាត់តាមរយៈបទពិសោធន៍ជាង10ឆ្នាំលើវិស័យកសិកម្មដំណាំកៅស៊ូអាចផ្ដល់ទឹកជ័ររយៈពេលវែងជាង9ទៅ10ខែក្នុងមួយឆ្នាំដែលអាចធ្វើឲ្យកសិករទទួលបានទិន្នផលច្រើននិងចំណូលខ្ពស់ដោយសារដំណាំកៅស៊ូត្រូវការពេលផលិតទឹកជ័រឡើងមកវិញដូច្នេះតម្រូវឲ្យកសិករផ្អាកជារយៈពេល2ខែឬហៅថាកៅស៊ូតេតទន្ទឹមនឹងការផ្ដល់ទិន្នផលបានរយៈពេលយូរក្នុងមួយឆ្នាំកៅស៊ូក៏ត្រូវការសារធាតុចាំបាច់ដែលជួយទៅដល់ការលូតលាស់ជាពិសេសគឺទិន្នផលទឹកជ័រតែម្ដងកសិករត្រូវតែយល់ដឹងអំពីការប្រើប្រាស់សារធាតុចិញ្ចឹមឲ្យបានល្អដែលតម្រូវការកៅស៊ូត្រូវការជាចាំបាច់សម្រាប់ការផ្ដល់ទិន្នផលដូច្នេះការកែប្រែដីក្នុងចំការកៅស៊ូដូចជាការធ្វើកំប៉ុស្តក្នុងចំការធ្វើឲ្យដីមានជីជាតិគ្រប់គ្រាន់ធ្វើឲ្យដីមានជីវជាតិគ្រប់គ្រាន់កសិករចាំបាច់ប្រើប្រាស់កំបោរកសិកម្មដែលនឹងការជំរុញឲ្យឫសកៅស៊ូអាចស្រូបទាញសារធាតុចិញ្ចឹមបានល្អតាមរយៈការប្រើប្រាស់ជីស៊ូពើជំនួយឫសឬហៅថា Bioenzyme ឬ Humic acid បន្ថែមលើប្រព័ន្ធឫសកៅស៊ូនិងប្រើប្រាស់ជីសរីរាង្គធម្មជាតិដែលជាជីដែលអាចមានសារធាតុចិញ្ចឹមទាំងម៉ាក្រូធាតុនិងមីក្រូធាតុសំខាន់ៗទៅដល់ការលូតលាស់របស់កៅស៊ូនិងអាចផ្ដល់ទិន្នផលខ្ពស់ដល់កៅស៊ូខុសប្លែកពីដំណាំទូទៅដែលផ្ដល់ទិន្នផលដោយផ្លែផ្កាដំណាំកៅស៊ូអាចផ្ដល់ផលតាមរយៈទឹកជ័រដែលចេញពីសម្បកផ្ទាល់ដូច្នេះការថែទាំសម្បកកៅស៊ូជាកត្តាដ៏សំខាន់ដែលកសិករគួរតែយល់ដឹងនេះបើតាមការបញ្ជាក់របស់អ្នកជំនាញនៃក្រុមហ៊ុនហ៊ុយយន្តកសិកម្មនៅពេលដែលសម្បកកៅស៊ូជួបបញ្ហាស្ងួតមុខប្រេះសម្បកហៀជ័រសិតមុខជាគាំងជ័រជាដើមវាអាចជះឥទ្ធិពលទៅដល់ទិន្នផលកៅស៊ូខ្លាំងបំផុតកំឡុងពេលប្រមូលទិន្នផលដូច្នេះកសិករគួរប្រើប្រាស់ផលិតផលដែលមានប្រសិទ្ធភាពដូចជាជី Super Doctor ដែលបង្កើតឡើងដោយក្រុមហ៊ុនហ៊ុយយន្តដែលមានសមត្ថភាពក្នុងការលាងជម្រះនិងលុបបំបាត់ពពួកកត្តាចង្រៃដូចជាពពួកផ្សិតមេរោគនិងធ្វើឲ្យសម្បកដំណាំកៅស៊ូងាយស្រួលក្នុងការជៀរនិងអាចសម្របសម្រួលទៅដល់ការបញ្ចេញទឹកជ័របានល្អផងដែរដោយបានជម្រាបជូនខាងលើក្រុមហ៊ុនហ៊ុយយន្តបានផលិតនៅផលិតផលដែលចាំបាច់សំខាន់ជួយទៅដល់ការលូតលាស់ដល់ដំណាំកៅស៊ូបង្កើនទឹកជ័រនិងជួយបង្កើនប្រាក់ចំណូលទៅដល់ប្រជាកសិកររួមទាំងម្សៅកំបោរកសិកម្មជួយបង្កើតជាជីកំប៉ុស្តនៅក្នុងចំការដែលធ្វើឲ្យដីចំការរបស់លោកអ្នកដែលជួយឲ្យដីផុសធូរមានសំណើមនិងបង្កើនអុកស៊ីសែនក្នុងដីជីសរីរាង្គក៏អាចជួយបង្កើនសាររាង្គ OM ក្នុងចំការដែលផ្ដល់ជាសារធាតុចិញ្ចឹមដល់ដំណាំកៅស៊ូហើយHumic acidបានជំរុញឫសឲ្យឫសមានសមត្ថភាពក្នុងការស៊ីជីជំរុញឫសឲ្យឫសដុះបានល្អនិងមានសមត្ថភាពស្រូបទាញសារធាតុចិញ្ចឹមបានគ្រប់គ្រាន់និងជី Super Doctor ដែលហៅកាត់ថាទង់ដែងសូលផាតជួយឲ្យសម្បកទន់កម្ចាត់កត្តាផ្សិតលើដើមនិងព្យាបាលជំងឺម្ចាស់ចំការកៅស៊ូទាំងអស់បើចង់ឲ្យដំណាំកៅស៊ូទទួលបានទិន្នផលខ្ពស់សូមតាក់ទងមកកាន់អ្នកជំនាញបច្ចេកទេសនៃក្រុមហ៊ុនហ៊ុយយន្តកសិកម្មដើម្បីប្រឹក្សាយោបល់អំពីបច្ចេកទេសកសិកម្មនិងធ្វើយ៉ាងណាឲ្យដំណាំកៅស៊ូរបស់លោកអ្នកទទួលបាននូវទិន្នផលខ្ពស់អាចប្រឹក្សាបានដោយឥតគិតថ្លៃនិងអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ097 542 1111និង017 333 111និង016 542 111សូមអរគុណ